មានតែលហុងតែសក់ការ៉ុតអីហ្នឹងសម្រាប់លហុងគឺយើងយកអាសាគៀលបងប្អូនកុំយកទុំពេកបើសិនជាទុំញ៉ាំទៅវារៀងទន់អត់ឆ្ងាញ់ទេហើយបើសិនជាវារៀងក្រហមអញ្ចឹងយើងដាក់តែខាងក្រៅមកអាខាងក្នុងយើងកុំដាក់វាហើយសម្រាប់លហុងហ្នឹងយើងឈូសជាតសៃរៀងឆ្មាវែងមកយើងឈូសរៀងថ្នមដៃអញ្ចឹងណានេះបើសិនជាសកត់បន្តិចតសៃធំក៏វាអត់សូវឆ្ងាញ់ដែរបងប្អូនហើយលហុងខ្ញុំដាក់នេះគឺមួយផ្លែបងប្អូនឃើញតែច្រើនអញ្ចឹងមែនប៉ុន្តែពេលដែលយើងច្បាច់ទៅសល់តែបន្តិចទេសម្រាប់លហុងមួយផ្លែហ្នឹងគឺខ្ញុំដាក់អំបិលប្រហែលជាកន្លះស្លាបព្រាបាយច្បាច់រៀងយូរបន្តិចមកពីដំបូងឃើញតែច្រើនប៉ុន្តែច្បាច់ទៅមួយផ្លែទៅសល់តែប៉ុណ្្នឹងឯងហើយយើងច្បាច់ឲ្យពូតយកទឹកវាចេញឲ្យស្អាតមកដើម្បីឲ្យវាចេញជាតិជ័រជាតិអីអញ្ចឹងណាអានេះបើសិនជាយើងអត់ច្បាច់ទេធ្វើជ្រក់ទៅវាអត់សូវចូលជាតិហើយអាចធុំក្លិនជ័រក្លិនអីអញ្ចឹងទៅអានេះទឹកយើងមិនមែនដាក់ណាបងប្អូនគឺទឹកចេញពីលហុងហ្នឹងបន្ទាប់មកយើងយកលហុងហ្នឹងទៅលាងទឹកស្អាតប្រហែលជា2ទៅ3ទឹកឲ្យជ្រះជាតិអំបិលជាតិអីហើយយើងយកវាដាក់ក្នុងកញ្ច្រែងមួយដើម្បីសម្រោះទឹកឲ្យវាស្ងួតសិនឬក៏បងប្អូនណាដែលមានពេលអាចយកវាទៅក្លាស់សេក្នុងទូទឹកកកបន្តិចទៅឲ្យវារៀងត្រជាក់ស្រួយក៏ញ៉ាំទៅឆ្ងាញ់ដែរហើយបន្លែបន្ទាប់មកទៀតហ្នឹងគឺយើងមានជាតសក់នេះបងប្អូនដាក់ក៏បានអត់ក៏បានតាមចំណូលចិត្តប៉ុន្តែតសក់ហ្នឹងបើសិនជាដាក់ចិត្តវារៀងស្ដាងមកបងប្អូនបើសិនជាធំពេកគឺវាអត់សូវចូលជាតិទេហើយមួយទៀតគឺជាការ៉ុតណាបងប្អូនការ៉ុតហ្នឹងយើងឈូសជាតសៃឆ្មាដូចជាមួយលហុងដែរមកគ្រឿងបន្តទៀតយើងមានខ្ទឹមសហើយនិងខ្ទឹមក្រហមខ្ទឹមសខ្ញុំប្រើរៀងច្រើនដែរហើយហាន់ជាប្រទះស្ដើងឬក៏បងប្អូនអត់ចង់ហាន់ច្រាំយកហ្មងក៏បានដែរទាំងខ្ទឹមសទាំងខ្ទឹមក្រហមហ្នឹងអានេះខ្ញុំរៀងចូលចិត្តដែរអញ្ចឹងណាចឹងហើយខ្ញុំដាក់រៀងច្រើនហើយសម្រាប់គ្រឿងចុងក្រោយគេគឺជាម្ទេសប៉ុន្តែម្ទេសហ្នឹងបងប្អូនចង់ដាក់ក៏បានឬក៏អត់ក៏បានដែរបន្ទាប់ពីហ្នឹងមកយើងមកលាយទឹកជ្រក់ហ្មងទឹកខ្មេះខ្ញុំដាក់ចំនួន3ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេអំបិល1ស្លាបព្រាកាហ្វេជាមួយនឹងស្ករ1ស្លាបព្រាបាយកន្លះគ្រឿងក្រៅទាំងអស់ហ្នឹងបងប្អូនបើចាំដាក់តាមខ្ញុំក៏បានដែរនិយាយទៅយើងអាចដាក់បន្តិចសិនអញ្ចឹងណាចាំពេលដែលយើងប្រឡាក់ជាមួយនឹងលហុងជាមួយអីចឹងទៅបងប្អូនអាចភ្លក់មើលហើយថែមថយម្ដងទៀតបានទេបន្ទាប់ពីយើងកូរទឹកជ្រក់នឹងរលាយសព្វល្អហើយចាំបងប្អូនដាក់លហុងជាមួយនឹងការ៉ុតតសក់ខ្ទឹមសខ្ទឹមក្រហមម្ទេសអីហ្នឹងដាក់ចូលក្នុងចានធំមួយហើយយើងច្បល់វាមកសម្រាប់ការច្បល់នេះរៀងយូរបន្តិចមកណាបងប្អូនប្រហែលជាខ្ទង់5ទៅ6នាទីដើម្បីឲ្យលហុងជាមួយនឹងតសក់អីហ្នឹងវាចូលជាតិបានសព្វល្អហើយបញ្ជាក់បងប្អូនបន្តិចសម្រាប់ជ្រក់គឺគេអត់ដាក់ទឹកត្រីទេណានិយាយទៅបើសិនជាដាក់ទឹកត្រីរសជាតិរបស់វានឹងមានអារម្មណ៍ថាទៅមកបែបផ្សេងបងប្អូននិយាយទៅគឺអត់សូវឆ្ងាញ់ហ្មងបើសិនជាយើងដាក់ទឹកត្រីហ្នឹងសម្រាប់ជ្រក់នេះបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំភ្លក់មើលគឺល្មមឲ្យបងប្អូនអញ្ចឹងហើយខ្ញុំអត់ថែមថយគ្រឿងអីទៀតទេខ្ញុំសកត់វាឲ្យទុកប្រហែលជាខ្ទង់កន្លះម៉ោងដើម្បីឲ្យវាកាន់តែចូលជាតិជាងមុនអានេះខ្ញុំអត់បានយកដាក់ចូលក្នុងទូទឹកកកទេបងប្អូនដោយសារតែចានរបស់ខ្ញុំនេះវារៀងធំពេកអញ្ចឹងណាអញ្ចឹងហើយគឺខ្ញុំខ្ជិលយកដាក់ចូលហ្មងទៅប៉ុន្តែបើសិនជាបងប្អូនចង់ដាក់ក្នុងប្រអប់ក្នុងអីក៏បានដែរយើងដាក់ក្នុងប្រអប់ហើយទុកក្នុងទូទឹកកកប្រហែលកន្លះ